សួរលោកគ្រូមិនខ្ញុំមកធ្វើការបញ្យល់ពីកូដមួយនេះមិនដំបូងខ្ញុំចាប់ផ្ដើមពីកន្លែង var data ស្មើ100ហ្នឹងអានោះគឺជាប្រភេទទិន្នន័យមួយដែលជាចំនួនគត់ integer ព្រោះយើងផ្ដល់ឲ្យវាតម្លៃគឺស្មើ100បន្តមកទៀត integer score ស្មើ null ហ្នឹងគឺវាអត់មានតម្លៃទេបន្តមកទៀតកន្លែង bool is logic true ហ្នឹងអាហ្នឹងវាគឺជាប្រភេទទិន្នន័យដែលយើងអាចដឹងថាវាគឺជា true or false ដែលផ្ទុកតម្លៃ null របស់យើងបានពេលហ្នឹងគឺវាមានតម្លៃស្មើ true ពិតកន្លែង string result is logic ស្មើ true ហ្នឹងអាហ្នឹងគឺលក្ខខណ្ឌពីខាងលើរបស់យើងដែលយើងបានដាក់ថា true ហើយ data is integer ហើយកន្លែងនេះគេសួរយើងថាហ្នឹងគឺគេកំណត់ចំនួនគត់មែនអត់ហើយ score សញ្ញាសួរ2ដងជាមួយនឹងលេខ60ហ្នឹងមានន័យថា null ហ្នឹងដែលមានន័យថា null ខាងលើរបស់យើងហ្នឹងវាអត់មានចំនួនអីទេដល់អញ្ចឹងទៅវានឹងទាញយកលេខ60មកប្រើជំនួសវិញដោយសារតែ null របស់យើងលេខនេះគឺវាអត់មានចំនួនលេខអញ្ចឹងទៅយើងត្រូវយក60មកជំនួសកន្លែងហ្នឹងហើយកន្លែង60ធំជាងឬស្មើ50ហ្នឹងប៉ិតអត់យើងកន្លែងហ្នឹងយើងមើលថាតើ60ហ្នឹងធំជាង50មែនអត់បើមែនលទ្ធផលគឺ true result ហើយនឹងសញ្ញាសួរ2ដងហ្នឹងគឺមានន័យថាប្រើសម្រាប់ជំនួសការប្រើខាងមុខហ្នឹងថាតើកន្លែងហ្នឹងមានន័យថាគេប្រើសម្រាប់ជំនួសតម្លៃហើយគេយកអថេរខាងមុខរបស់ null ហ្នឹងទៅឲ្យអថេរខាងក្រោយវិញឥឡូវយើងមកសាកធ្វើការ run សិននៅពេលដែលយើង run ទៅត្រូវវានឹងចេញលេខ4ដោយសារតែលេខ4ហ្នឹងគឺជា pass ហ្នឹងគឺ true pass ឥឡូវយើងចេញលេខ4មកអញ្ចឹងមានន័យថាអាហ្នឹងគឺជា true របស់យើងបានធ្វើទៅឥឡូវយើងឃើញលេខនេះមកលេខ4អញ្ចឹងទៅយើង pass វាឯងចឹងទៅកូដហ្នឹងគឺធ្វើត្រូវហើយអរគុណច្រើនលោកគ្រូ